ការថតរូបបងសួស្តីជំរាបសួរបងប្អូនប្រិយមិត្តទាំងអស់ដោយសេចក្តីគោរពពីបន្ទប់តន្ត្រីអនឡាញខ្ញុំបាទជាហនបាទថ្ងៃនេះខ្ញុំបាទចង់បង្ហាញរូបភាពដែលនៅក្នុងបន្ទប់នេះសម្រាប់ខ្ញុំបាទប្រតិបត្តិការប្រចាំថ្ងៃក្រោយពីទំនេរទៅច្រៀងតាមផ្សារបាទក្នុងនេះដែលយើងអាចហៅថាជាបន្ទប់ថតសំឡេងឬក៏បន្ទប់ធ្វើភ្លេងបន្ទប់ live ចម្រៀងចឹងក្នុងនេះប្រើបានរូបភាពពី3បាទនេះ slide ដែល live ទៅម្ដងនេះបង្ហាញឧបករណ៍នេះគឺអកកដងគ្រឿងបាទហើយក្នុងនេះគឺមានហ្គីតា solo នេះបងប្អូនណាហ្គីតា solo ហ្នឹងហើយនេះ mixer ទូចមួយហើយនេះ micro បាទ micro រដងខ្ញុំដាក់ច្រៀងចេះមានដងជើងមួយតែឥឡូវដកជើងនោះទៅច្រៀងតាមសារព្រឹកមិញហើយបាទហ្នឹងហើយក្បែរខាងស្ដាំដៃខ្ញុំនេះមានកំហាល់និងមានធុងបាស2គ្រាប់តែយើងប្រើតាមគ្រាប់នេះទេយើងបើកគ្រាន់ឲ្យមានសំឡេងសម្រាប់ស្ដាប់ខ្លួនឯងក្នុងបន្ទប់ទេមិនលឺខ្លាំងទេបងប្អូនណាព្រោះយើងថតចេញពីតាមប្រព័ន្ធ audio ទេនឹងឲ្យក្រៅពីនេះនៅខាងស្វែងដៃនេះមានកន្លែងដាក់ខោអាវសម្រាប់ស្លៀកពាក់ច្រៀង live អីអញ្ចឹងបងប្អូនណាទៅខាងនោះមានទ្វារបន្ទប់មកបាទទ្វារបន្ទប់នេះមានដង live នេះដង live ជាធម្មតាខ្ញុំឲ្យគេរៀបចំទុកឲ្យពេលណាខ្ញុំត្រូវការ live ទៅដើរមកចុចដាក់ទូរស័ព្ទចេះហើយបានដើរមកវិញជីបស្ទៀវមកដល់កន្លែងអង្គុយភ្លេងចឹងបងប្អូនរៀបចំអង្គុយចឹងហើយបានចាប់ផ្ដើមយកហ្គីតាលើហ្គីតាមកពាក់អីចឹងមកចឹងបងប្អូនណាពាក់ចឹងទៅបាទហើយបានខ្ញុំចុចបេតុងលើអកនេះតែភ្លេងធម្មតាខ្ញុំចង់ថតបទអីគឺធ្វើបទនឹងរួចធ្វើរួចជាស្រេចហើយយើងសេវទុកក្នុងនេះដល់ពេលយើងចាក់ហ្នឹងទៅបងប្អូនណាយើងចាក់ចឹងទៅចាក់ចឹងទៅបានយើងលេងហ្គីតាជាមួយច្រៀងទៅហ្មងបាទចឹងយើងមិនអាចថាឲ្យលេងអកផងលេងហ្គីតាផងបានទេបងប្អូនណាបាទបទពីស្រែ100ចឹងបងប្អូនណាបាទចឹងដល់ពេលចប់ទៅយើងចប់ទៅចេញពីកន្លែងហ្នឹងទុកហ្គីតាវិញចេះទុកចេះវិញទៅហ្នឹងហើយទុកអញ្ចឹងវិញទៅហើយបានដើរទៅកន្លែងនេះកន្លែងដាក់ទូរស័ព្ទហ្នឹងបាទយើងអត់ហ៊ានស្ទាបខ្លាំងទេស្ទាបថងទៅបានដកមកបានយើងបិទបានបញ្ចប់មកបត់អរគុណហ្នឹងសម្រាប់រូបភាពដែលថត live តែថតភ្លេងយើងអត់សូវហត់ទេបើថតភ្លេងយើងធ្វើការទៅលើអកនេះបាទធ្វើការទៅលើអកនេះរាល់បទអីមួយចឹងទៅធ្វើហើយទៅបានយើងចាក់បញ្ចូលលេងហ្គីតានេះបាញ់បញ្ចូលបាទអរគុណនេះមានប៉ុណ្ណឹងសម្រាប់សម្ភារៈក្នុងនេះអញ្ចឹងអរគុណច្រើនសង្ឃឹមថាបងប្អូនចំណាប់អារម្មណ៍ជួយគ្រប់គ្រងហើយអំពាវនាវផងដែរទៅដល់បងប្អូនទាំងអស់ដែលចង់ឲ្យខ្ញុំបានមានការងារធ្វើហើយក៏មានបទភ្លេងនឹងធ្វើមិនឲ្យបងប្អូនខកចិត្តទេសម្រាប់បទពីដើមក្តីបទសម័យថ្មីក៏ដោយឲ្យទៅបងប្អូនផ្ញើជា link បទហ្នឹងមកខ្ញុំបាទធ្វើបទឲ្យទៅតាមតម្រូវចិត្តបងប្អូនបានមិនឲ្យខកបំណងទេបាទអរគុណសូមគ្រប់ជូនពរបងប្អូនទាំងអស់បាទសង្ឃឹមថាបងប្អូននឹងជួយបន្តគ្រប់គ្រងដល់ខ្ញុំបាទតន្ត្រីអនឡាញស្ទឹងសង្កែសូមជម្រាបលា